Bayon. Chi prach À đây à đây. Bắn man chỉ là Bayon. ប្រាសាទបានណាំ ប្រាសាទឯកភ្នំប្រាសាទបណ្ណន់ នៅប្រាសាទឯកភ្នំ Nơi Bắn non. បណ្ណន់ ប្រាសាទបណ្ណប្រាសាទនៅខាងស្នឹងបង ស្នឹងអើ សាទគេវា ខ្សែទៀត ឯកភ្នំប្រាសាទបណ្ណប្រាសាទប្រាសែតបង បាទ ប្រាសាទបណ្ណន់ប្រាសាទឯកភ្នំ មានប្រាសាទឯកភ្នំប្រាសាទបាសែតប្រាសាទឯកភ្នំ ចឹងនឹងប្រាសាទហ្នឹងអូនចូលចិត្តទៅលេងប្រាសាទណាជាងគេ ឯកភ្នំ ស្ដីណាអូន ចាសួស្ដីបង ឥឡូវមានសំណួរមួយចង់សួរបងឯងអ្នកបាត់ដំបងដែរមែនទេ ចា ហើយចង់សួរសំណួរពាក់ព័ន្ធនឹងតំបន់រមណីយដ្ឋានដែលជាប្រាសាទបុរាណរបស់ខេត្តយើងបងដឹងថាមានឈ្មោះអីខ្លះអត់ Nơi Bắn non. បណ្ណន់ ប្រាសាទបណ្ណប្រាសាទនៅខាងស្នឹងបង ស្នឹងសាទគេវា ខ្សែទៀត អស់ហើយបងស្គាល់ អស់ហើយចូលចិត្តទៅលេងប្រាសាទណាជាងគេ ខ្ញុំ Sát nơi Bắn non. បណ្ណ សាទ ន់ នៅ ជាងគេ បណ្ ណា ណចា អរគុណច្រើន អរគុណបង ហើយមកជួបខាងបងប្អូនទីសិនសួស្ដីអូនអូនបាទហើយចង់សួរសំណួរមួយឃើញឥឡូវពងលឹមផងនេះមានសួរសំណួរមួយពាក់ព័ន្ធនឹងបាត់ដំបងណា ចាបង ចង់សួរថាចេះអូនឯងដឹងតំបន់រមណីយដ្ឋានហៅប្រាសាទបុរាណនៅបាត់ដំបងមានឈ្មោះអីខ្លះឯងដឹងស្គាល់អត់ ចាស្គាល់ថាបង បណ្ណន់ប្រាសាទបណ្ណន់ប្រាសាទប្រាសាទបណ្ណន់ Sát Bắn non sông Bạc Bơi. Sát Bạc Sét. ប្រាសាទប្រាសាទ នៅប្រាសាទឯកភ្នំ សាននាហើយយើងចូលចិត្តទៅលេងប្រាសាទណា ភាច្រើនខ្ញុំទៅខាងប្រាសាទ ប្រាសាទបណ្ណន់ទេ Đây sai nhưng là theo Bắn non. អញ្ចឹងងយបណ្ណន់អរគុណច្រើនបាទសួស្ដីអូនបាទមានសំណួរមួយចង់សួរតើតងនឹងតំបន់រមណីយដ្ឋាននៅបាត់ដំបងណា ចាចាប អូនអ្នកបាត់ដំបងដែរមែនទេ ចាចាបង ចង់សួរពីតំបន់រមណីយដ្ឋានដែលជាប្រាសាទបុរាណ ចា របស់បាត់ដំបងយើងមានឈ្មោះអីខ្លះដឹងអត់ តាមដែលខ្ញុំដឹងមានប្រាសាទបណ្ណន់ប្រាសាទបាសែតបង បាទមានប្រាសាទណាទៀត ដឹងទៅពីរហ្នឹងចឹង ប៉ុណ្ណឹងទេណា ចាចាបង ចុះចូលចិត្តទៅប្រាសាទណាជាងគេ ចូលចិត្តទៅប្រាសាទបណ្ណន់បង ប្រាសាទបណ្ណន់ជាងគេមែនទេ ចាចា អរគុណច្រើន អរគុណច្រើនបង ជួបបងអូនមួយសិនស្ដីអូនបាទអរគុណច្រើនឥឡូវចង់សួរមួយអូនខ្ញុំមកពីខាងផេកតទៅនឹងទៀមអង្គខ្ញុំចង់សួរសំណួរពាក់ព័ន្ធនឹងរមណីយដ្ឋាននៅខ្មែរនៅបាត់ដំបងយើងអូនស្គាល់ឲ្យរៀបរាប់ពីប្រាសាទបុរាណនៅបាត់ដំបងហ្នឹងមានឈ្មោះអីខ្លះហ្នឹងឯង មានប្រាសាទឯកភ្នំបណ្ណន់ប៉ុណ្ណឹងហ៎ប៉ុណ្ណឹងអត់ហើយចូលចិត្តទៅលេងប្រាសាទណាមកទៅ Sát Cao tại Phnom. ឯភ្នំហ៎អរគុណច្រើនជួបបងអូនថែមនេះសិនសួស្ដីអូនបាទឥឡូវចង់សួរសំណួរបន្តិចណាតើតទៅនឹងបាត់ដំបងណាឥឡូវបងអាចជួយរៀបរាប់ប្រាសាទបុរាណដែលមានទីតាំងនៅបាត់ដំបងមានឈ្មោះអីខ្លះហ្នឹងអត់ ឯកភ្នំសាទគេទៀត ចុះប្រាសាទបណ្ណន់មានដែរ ហើយ សាណាទៀត ក្នុងសំពៅអត់មានប្រាសាទទេ សាណាទៀត ប្រាសាទនៅបាត់ដំបង ពូ ដល់ប៉ុណ្ណឹងហ៎ ចា បងអត់ឃើញ ចូលចិត្តទៅលេងណាទៀតពីយ៉ាងទៅលេងប្រាសាទណា ចាខ្ញុំអត់សូវដែរទៅលេងប្រាសាទផងពូ អញ្ចឹងហ៎ ទៅលេងតែ រៀន ទៅលេងនៅណា ទៅលេងតែភ្នំសំពៅ ហ្នឹង បណ្ណន់ ក្នុងបណ្ណន់ តែអរគុណច្រើនណាអរគុណច្រើនសួស្ដីអូន សួស្ដី បាទចង់សួរសំណួរមួយពាក់ព័ន្ធតំបន់រមណីយដ្ឋាននៅបាត់ដំបងអូនអាចជួយរៀបរាប់ប្រាសាទបុរាណដែលមាននៅបាត់ដំបងមានឈ្មោះខ្លះហ្នឹងអត់ មានប្រាសាទឯកភ្នំប្រាសាទបណ្ណន់ប្រាសាទ
ទៀត ប្រាសាទស្នឹង អូប៉ុណ្ណឹងឯណោះ ចឹងនឹងប្រាសាទហ្នឹងអូនចូលចិត្តទៅលេងប្រាសាទណាជាងគេ ប្រាសាទឯកភ្នំ អូឯភ្នំហ៎ ចា ស្អាតមែនទេ ចា អរគុណច្រើន អរគុណ អូជួបជុំជុំមួយអូនវិញសិនបាទស្ដីអូនបាទសុខសប្បាយចូលមកលេងជុំគ្នានេះឥឡូវចង់សួរសំណួរមួយហើយសំណួរនេះគឺពាក់ព័ន្ធជាមួយនឹងប្រាសាទប្រាសាទបុរាណនៅខេត្តបាត់ដំបងជារៀបរាប់ឈ្មោះខ្លះបានអត់ អើយប្រាសាទបាសែតប្រាសាទឯកភ្នំប្រាសាទបាណន់ ហ្នឹងដែរ អើយអស់ហើយពូប៉ុណ្ណា ហើយចូលចិត្តទៅលេងប្រាសាទណាជាងគេ អើយប្រាសាទឯកភ្នំឯកភ្នំបាណន់ អូឯភ្នំប៉ុណ្ណឹងអរគុណច្រើនមកជួបបងប្រុសមួយទៀតកំពុងនៅកំសាន្តសួស្ដីអូន បាទស្ដីបង អូទៅមកកំសាន្តនៅមាត់ស្ទឹងឯង បាទបងចេញ ហើយទៅសារៈវិស្វៈរៀនណា បាទ ឥឡូវបងមានសំណួរមួយសួរបងអូនពាក់ព័ន្ធនឹងតំបន់រមណីយដ្ឋានបាត់ដំបង បាទ អូនអាចជួយរៀបរាប់ហៅថាប្រាសាទបុរាណដែលមាននៅខេត្តបាត់ដំបងបានទេមានអីខ្លះហ្នឹង តាមខ្ញុំដឹងនៅបាត់ដំបងមានប្រាសាទច្រើនដែរដូចជាប្រាសាទបំណន់ប្រាសាទឯកភ្នំមានខ្ញុំដឹងតែប៉ុណ្្នឹងដែរបង អូហើយចូលចិត្តទៅលេងប្រាសាទណាជាងគេ ខ្ញុំភាគច្រើនខ្ញុំទៅប្រាសាទបំណន់ហើយទៅឡើងភ្នំនៅនឹង អូអរគុណច្រើន បាទអរគុណ សំណួរចំណេះដឹងទូទៅនៅបាត់ដំបង ចា អូនអាចរៀបរាប់ឈ្មោះប្រាសាទបុរាណដែលមានទីតាំងនៅបាត់ដំបងបានអត់ បាន មួយខ្លះដែរ ប្រាសាទឯកភ្នំ នេះទៀត ប្រាសាទបាសែត ខ្សែ ទៀត ប្រាសាទបាណន់ ប៉ុណ្ណឹងឯណោះ ចាស្គាល់បានប៉ុណ្ណឹង ហើយចូលចិត្តទៅលេងប្រាសាទណាជាងគេ ឯកភ្នំ ហើយភ្នំមែនទេ ចា អូអរគុណច្រើនដែលបានជួយឆ្លើយ ចាពូ ឥឡូវជួបអូនមួយទៀតសិនបាទសួស្ដីអូន vui gì đẹp xưa មកលេងឯអូនអី nhưng mà lên mà mơ mê riêng អ្នក họ បាត់ដំបងហ្នឹងទេ nay bắt đầu bóng ឥឡូវបងមានសំណួរមួយសួរអូនតាក់ទងនឹងគេហៅថាប្រាសាទបុរាណនៅខេត្តបាត់ដំបងណាអូនអាចជួយរៀបរាប់មានឈ្មោះអីខ្លះហ្នឹងអត់ sát bắt đầu bóng miên sát ai phnom sát phần nón miên được phần này nhưng chẳng phần ហើយ năng ចូលចិត្តទៅលេងណាជាងគេ thì anh tới tới ai phnom tới phần nón ទាំងពី tới រ bây ហ្នឹង giờ tới phần nón កូនច្រើន បាទ អូឥឡូវជួបអូនទី3នាក់សួស្ដីបងប្អូន ស្ដីពូ អូពងញ៉ាំអី ចា ឥឡូវតើអ្នកបាត់ដំបងអ្នកណានេះអ្នកនេះបងប្អូនមកពីខាងណាវិញ ខ្ញុំអ្នកស៊ីមរៀបពូ អូអ្នកសៀមរាបផងអ្នកបាត់ដំបងលាយគ្នាឥឡូវចង់មានសំណួរមួយចង់សួរណាតាក់ទងនឹងបាត់ដំបងណា ចា ឥឡូវចង់ឲ្យបងប្អូនរាប់ឈ្មោះប្រាសាទបុរាណដែលមាននៅក្នុងខេត្តបាត់ដំបងឈ្មោះអីខ្លះហើយ បាយយន់ ជួយប្រាប់គ្នា ទេអត់ទេប៉ុន្មានជិះឡើងប្រាសាទបាណន់ ណាទៀត ឯកភ្នំមានអូប្រាសាទអីគេឯកភ្នំប្រាសាទទេមានតែបាណន់ បណ្ណន ស្គាល់តែ មួយ មួយ បណ្ណនមួយ មកសួរពីស៊ីមរៀបស្គាល់ច្រើនមកស៊ីមរៀបមកស្គាល់ច្រើនពូ ហើយចូលចិត្តទៅលេងប្រាសាទណាអញ្ចឹងក្នុងចំណោមមួយទៅតែមួយហ្នឹងឯងដែរទៅអត់ តែតែមួយហ្នឹងឯង អរគុណដែលបានជួយឆ្លើយអរគុណច្រើនបាទបងប្អូននេះបើយោងទៅតាមសារព័ត៌មានកម្ពុជាថ្មីដែលបានបោះផ្សាយនៅឆ្នាំ2021បានរៀបរាប់ពីប្រាសាទនេះដូចតទៅ 1. ប្រាសាទឯកភ្នំសាងសង់ដើមសតវត្សទី11 2. ប្រាសាទបាណន់សាងសង់ចន្លោះសតវត្សទី11និង12 3. ប្រាសាទបាសែតសាងសង់នៅសតវត្សទី11 4. ប្រាសាទស្នឹងសាងសង់នៅសតវត្សទី12 អរគុណទៀមលក់អង្ករធម្មជាតិខេត្តបាត់ដំបងលក់អង្ករខេត្តបាត់ដំបងសុទ្ធ 100% មានលក់អង្កររំដួលម្លិះក្រអូបឆ្ងាញ់តម្លៃ25គីឡូត្រឹមតែ 75,000 បញ្ជាទិញឥឡូវនេះគឺដឹកជូនឥតគិតថ្លៃសូមតាក់ទងតាមលេខទូរស័ព្ទដែលបានភ្ជាប់